ទស្សនវិជ្ជារបស់ Thales បានចាប់ផ្ដើមឡើងនៅ600ឆ្នាំមុនគ្រិស្តសករាជនាសម័យបុរាណទស្សនវិទូគឺជាអ្នកប្រាជ្ញដែលសិក្សាពីគណិតវិទ្យាធរណីមាត្រនិងប្រព័ន្ធព្រះអាទិត្យហើយទស្សនវិជ្ជាត្រូវបានគេចាត់ទុកថាជាវិទ្យាសាស្ត្រនៃវិទ្យាសាស្ត្រសាលាទស្សនវិជ្ជាដ៏ល្បីមួយគឺសាលានៅមីលេដែលបានបង្កើតឡើងដោយលោក Thales លោក Thales គាត់បានបង្កើតសមិទ្ធកម្មថារង្វង់គឺជាការតភ្ជាប់ចំណុចនៃមុំត្រង់ដែលសង់លើខ្សែបន្ទាត់ត្រង់ Thales គឺជាទស្សនវិទូម្នាក់ដ៏ល្បីដែលអាចវាស់កំពូលពីរ៉ាមីតបានដោយប្រើចំណោលព្រះអាទិត្យទៅលើបន្ទាត់ត្រង់មួយដើម្បីរកមុំបន្ទាប់មកគឺប្រើរូបមន្ត A ការ៉េបូក B ការ៉េស្មើ C ការ៉េដើម្បីគិតកម្ពស់សំណួរសំខាន់នៃទស្សនវិជ្ជានៅពេលនោះគឺការផ្លាស់ប្ដូរហើយការផ្លាស់ប្ដូរគឺបណ្ដាលមកពីភាវៈដែលមានដែលផ្លាស់ប្ដូរតែនៅតែជាភាវៈដដែលសាលាមីលេបានចោទសួរថានៅក្នុងដំណើរការផ្លាស់ប្ដូរនេះតើសារធាតុអ្វីដែលនៅដដែលបើគេដាក់នំប៉័ងមួយដុំលើតុហើយមួយសន្ទុះក្រោយមកនំប៉័ងនៅលើតុដដែលនៅពេលគេចោទជាសំណួរគេមិនមើលឃើញនំប៉័ងដដែលនៅលើតុទេអ្វីដែលគេមើលឃើញគឺការផ្លាស់ប្ដូរភាពមិនទៀងទាត់តែនៅពេលជាមួយគ្នានោះគឺភាវៈនៅទីនោះរហូតគេចោទជាសំណួរថាតើមូលហេតុអ្វីដែលនាំឲ្យមានការផ្លាស់ប្ដូរនេះហើយសំណួរដែលសាលាមីលេបានចោទសួរគឺតើសារធាតុអ្វីដែលនៅសេសសល់នៅក្នុងដំណើរការនៃការផ្លាស់ប្ដូរនេះទស្សនវិទូនៃសាលាមីលេបានផ្ដល់នូវចម្លើយផ្សេងគ្នាហើយតាឡេសបាននិយាយថាសារធាតុដែលជាមូលដ្ឋាននៃអ្វីៗទាំងអស់ហើយដែលអាចបំលែងជាវត្ថុផ្សេងទាំងអស់គឺទឹកក៏ប៉ុន្តែទស្សនវិទូនៃសាលាមីលេខ្លះឆ្លើយថាខ្យល់ហើយខ្លះទៀតឆ្លើយថាភ្លើងហើយខ្លះទៀតក៏បានឆ្លើយបន្តគ្នាថាអណន្តដូច្នេះបើតាមតាឡេសទឹកគឺជាសារធាតុដែលអាចបំលែងជាវត្ថុផ្សេងទៀតជាច្រើនរហូតដល់អនន្តសរុបមកទស្សនវិជ្ជារបស់តាឡេសគឺផ្ដោតទៅលើសារធាតុជាមូលដ្ឋាននៃអ្វីទាំងអស់ដែលតាឡេសខ្លួនឯងចាត់ទុកថាជាទឹកក៏ប៉ុន្តែទស្សនវិទូផ្សេងទៀតចាត់ទុកថាជាភ្លើងឬអនន្ត